ការខ្ញុំទៅលេងស្រុកខ្មែរធ្លាប់មានគេទៅសើខ្ញុំថាអូមាននាងឯងសំណុកដោយកូនគាត់ទេកូនគាត់ពិបាកណាស់ហត់ណាស់គ្នាកូនពីរមើលតែម្នាក់ឯងទេធ្វើការផងមកផ្ទះធ្វើម្ហូបផងហើយយប់ឡើងត្រូវមើលកូនទៀតតយប់ជ្រៅអត់មានពេលវេលាសម្រាប់ខ្លួនឯងទេអាណិតកូនណាខ្ញុំស្ដាប់គាត់ទៅសើហើយខ្ញុំអត់មានអីតបទេខ្ញុំឡើងភាំងហ្មងគិតក្នុងចិត្តថាចេះអីរាល់ថ្ងៃនេះថាខ្លួនឯងវាវេទនាវាមានអ្នកវេទនាជាងឯងទៀតតែដល់ពេលស្រឡឹងទៅវារកអាចចំណុចវេទនាហ្នឹងវាអត់ឃើញគេមានកូនពីរមែនតែគេនៅជាមួយម៉ែឪគេបានម៉ែឪជូនកូនទៅរៀនហើយកូនហ្នឹងគេបានម៉ែឪជួយបញ្ចុកបាយបញ្ចុកទឹកមុជផុកមានពេលដើរផ្សារទិញម្ហូបអីអត់មានគិតគូរដូចឯងពេលទៅផ្សារម្ដងសតោងកូនឡើង3ទៅជាមួយដោយនឹងប្តីមួយទៀតទៅគេមកទៅសើយើងថាសំណាងជាងកូនគេនេះដល់ពេលអញ្ចឹងងាប់ហើយចង់គោះធុងយាយមែនពីមានកូននៅក្នុងពោះមកទៅពេទ្យម្នាក់ឯងអេកូម្នាក់ឯងឆ្លងទលេកូនម្នាក់ឯងដេកពេទ្យកូនម្នាក់ឯងចូល emergency កូនម្នាក់ឯងគ្មានសាច់ញាតិបងប្អូនម៉ែឪណានៅក្បែរទេពេលខ្លះយើងដឹងថាគាត់ជួយមិនបានទេតែបើបានគាត់នៅក្បែរយើងក៏មានកម្លាំងចិត្តយើងក៏មានទឹកចិត្តយើងក៏មានអារម្មណ៍ថាកក់ក្ដៅដែរណោះត្រង់គេមកអួតយើងទៀតថាកូនគេសម្រាប់កូនដោយវ័យអញ្ចឹងគឺត្រូវថ្នមខ្លួនណែមកមើលមួយនេះណែចេញពីពេទ្យមក3ថ្ងៃសម្រាប់បានតែមកបាត់ឈឺធ្នេបន្តិចទេឈរលាងកំប៉ុងឈរលាងចានអង្គុយប្របើដោះកូនមកយប់តភ្លឺ3កូនយប់ឡើងដឹងស្រាប់ហើយកូនគឺគាត់លេងយប់ទុកមិនក៏1ខែឬក៏2ខែដំបូងដែរបានគាត់ស្គាល់យប់ថ្ងៃម្នាក់ឯងសតសាតប្តីគាត់ទៅធ្វើការថែមម៉ោងបាត់ខាន់មិនមើលតែទារកមួយទេមើលទាំងអាកូនធំ2 3បញ្ចុកបាយបញ្ចុកទឹកធ្វើសឡឲ្យប្តីធ្វើបាយឲ្យកូនហើយជូនកូនទៅរៀនខ្លួនឯងទៀតណាវារឹងមាំដល់ថ្នាក់ហ្នឹងអូយនិយាយទៅមិនចង់រៀបរាប់ទេព្រោះថារៀបរាប់ច្រើនទៅវាមានអារម្មណ៍ថាដូចគេថាយើងនឹងត្អូញត្អែតាយើងអត់អូនត្អែហ្នឹងមានគេមកថាជីវិតយើងមានសំណាងជាងគេណាបានថាជីវិតពេលខ្លះមានទុកមានព្រួយអីបើចេញខ្លះទៅឲ្យគេឃើញផងដល់ពេលដែលយើងអត់ដែរបញ្ចេញអាភាពលំបាករបស់យើងបង្ហាញតែភាពស្រស់បំព្រងគេមើលមកជីវិតយើងវាភីងតែតាមពិតទៅវាមិនមែនភីងទេវាមានប្លែកវាមានពណ៌ខ្មៅវាមានពណ៌ប្រោនវាមានពណ៌បៃតងពណ៌ថ្នោតពណ៌អីចឹងដែរតែគ្រាន់តែថាវាអត់បង្ហាញតែដល់ពេលគេអត់បង្ហាញចឹងទៅថាអូជីវិតយើងនោះវាលយឆាយជីវិតរបស់យើងនោះវាមានសំណាងអីចឹងទៅតែពេលខ្លះបងប្អូនហើយសម័យខ្លួនឯងទៅមានម៉ែឪមានបងប្អូននៅក្បែរហើយស្រែកថាពិបាកមកមើលជីវិតខ្ញុំមកថាវាពិបាកឬក៏វាស្រួលតែសំខាន់គ្រាន់តែថាវានិយាយទៅវាអត់មានអ្នកជួយដែរនិយាយទៅcôនៅតែប្រឹងខ្លួនឯងអញ្ចឹងបានពេលខ្លះអត់មាននិយាយស្ដីអីចឹងទៅណាអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលស្ដាប់ការរៀបរាប់របស់ខ្ញុំ